សួស្តីបងប្អូនទាំងអស់គ្នាអូខេវិលជួបគ្នាសារជាថ្មីហើយថ្ងៃនេះយើងនឹងនិយាយអំពីការ model កសសអូខេអញ្ចឹងនេះខ្ញុំយកឈរនៅលើ plank ground floor អូខេនេះចូលយកពាក្យ ground floor មកហើយចូលឈរនៅលើ plank ground floor អូខេបន្ទាប់មកខ្ញុំយកពាក្យ structure ហើយនេះខ្ញុំយក column បន្ទាប់មកខ្ញុំយក C1 នេះ C1 នេះខ្ញុំបានបង្កើតហើយតែអ្នកនរគ្នាចង់បង្កើតយើងចូល edit type មកកន្លែងនេះបើសិនជាអ្នកនរគ្នាចង់បង្កើតឈ្មោះ C បាន C2 ឬក៏ C3 ក៏ចុចពាក្យថា duplicate នេះមកវាឲ្យវាយឈ្មោះហើយអញ្ចឹងណាអូខេបន្ទាប់មកកន្លែងនេះខ្ញុំកន្លែង B ខ្ញុំដាក់30អូខេហើយខ្ញុំយក30ដែរអញ្ចឹង3ទឹកគុណ3ទឹកអូខេអញ្ចឹងខ្ញុំយកពាក្យថាអូខេនេះមកបន្តមកទៀតខ្ញុំយកពាក្យថា deep នេះ deep ហ្នឹងគឺខ្ញុំគូពី ground floor មក sub level មានន័យថាគូពីគូពីលើមកក្រោមអូខេអ្នកទាំងអស់គ្នាខ្ញុំយកពាក្យ deep អានេះខ្ញុំយកថា ground floor មានន័យថាឲ្យវាគូចុះមកក្រោមអូខេអញ្ចឹងយក sub level មកគូពី mezzanine floor មក sub level នេះអូខេអញ្ចឹងយក sub level អូខេ sub levelតោះមកខ្ញុំ click លើវាមកនេះចាំមកខ្ញុំចូលទៅមើល 3D នេះអ្នកនរគ្នានេះកសយើង6ទឹកអូខេកសយើង6ទឹកនេះឃើញ6ទឹកឯងនេះ6ទឹកឥឡូវខ្ញុំ copy អ្នកនរគ្នាខ្ញុំ copy មកអូខេនេះ copyដាក់មកឃើញខ្ញុំដាក់មួយអញ្ចឹងបងវាតិចដែរអញ្ចឹងយើងដាក់មកអូខេបើច្រើនអ្នកទាំងអស់គ្នាអាច copy select មកទាំងអស់មកកុំឲ្យវាយូរអញ្ចឹងណាអូខេនេះដាក់ឲ្យចំចំណុចកណ្ដាលនេះអូខេនេះខ្ញុំចូលយក 3D មកនេះអ្នកទាំងអស់គ្នាកសរបស់យើងគឺ6ទឹកអូខេអញ្ចឹងណាឃើញទេនេះ6ទឹកកសរបស់យើងណាអូខេអ្នកទាំងអស់គ្នាឥឡូវយើងបានគូស្តាំ column ហើយកសរបស់យើងហ្នឹងអូខេបន្ទាប់មកខ្ញុំចាប់ដើមគូសសរបន្តទៀតហើយនេះយើងឈរនៅលើ ground floor ដដែលមកអ្នកនរគ្នាយក ground floor ដដែលក៏បានដែរខ្ញុំយក column ដដែលហើយសសរខ្ញុំយក C1 របស់ខ្ញុំដដែលអញ្ចឹង30គុណ30អញ្ចឹងណាអ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំយកពាក្យ high អូខេ high ហ្នឹងមានន័យថាយើងគូពី ground floor នេះពី ground floor នេះមក mezzanine floor អូខេអញ្ចឹងខ្ញុំយកពាក្យ high ម្ដងអត់យក deep ទេណាយក high អូខេកន្លែងនេះខ្ញុំយក mezzanine floor អូខេនេះចាំមើលខ្ញុំចូលកន្លែង 3D នេះអ្នកនរគ្នាចូល view មកនេះឃើញទេអញ្ចឹងសសររបស់យើងអស់ត្រឹម mezzanine floor នេះអូខេអញ្ចឹងខ្ញុំចាប់ដើម copy វាណាចូល ground floor អូខេ ground floor អូខេនេះសយើងអូខេយើង copy ទៀតមកខ្ញុំ select មកកុំឲ្យយូរអូខេខ្ញុំ selectអូខេអ្នកទាំងអស់គ្នាឥឡូវជាន់ mezzanine សសររបស់យើងគឺរួចរាល់ហើយបន្តមកទៀតខ្ញុំចូលទៅគូជាន់ទី1អូខេនេះអូខេឥឡូវខ្ញុំចូលយក mezzanine floor ដែរ
ចូលនៅឈរនៅប្លង់ mission floor អូខេអញ្ចឹងខ្ញុំយកសសរនេះ structure សរដាមកអានេះខ្ញុំយកពាក្យថា height ខ្ញុំគូឡើងទៅលើខ្ញុំយកពាក្យថា1st នេះមានន័យថា first floor ជាន់ទី1របស់ខ្ញុំអូខេអញ្ចឹងខ្ញុំយកឲ្យសសររបស់ខ្ញុំគូទៅរត់ទៅដល់ជាន់ទី1ហ្នឹងអូខេអញ្ចឹងណានេះអ្នកទាំងអស់គ្នាមើលនេះឃើញទេអ្នកទាំងអស់គ្នានេះដូចបាន3ម៉ែត្រកន្លះឯងកន្លែងនេះហ៎តែឃើញវារត់អូតូឲ្យមកអញ្ចឹងណាអូខេអញ្ចឹងខ្ញុំយកនេះទៅដែរមកជាន់ជាន់ទី1អូខេឥឡូវខ្ញុំ copy មកដើម្បីលឿនកុំឲ្យយូរពេកអ្នកនរគ្នាវីដេអូនេះរៀងយូរតិចហើយអញ្ចឹងអ្នកនរគ្នាបើយល់ហើយអាចកាត់បានណាកាត់បានអាច copy មកកុំឲ្យយូរអញ្ចឹងណានេះខ្ញុំគូមួយឲ្យស្រួលមើលអ្នកដែលគាត់អត់ទាន់យល់អញ្ចឹងណាអញ្ចឹងគូមួយទៅឬក៏ copy ដូចខ្ញុំក៏បានដែរអ្នកអូខេបាច់គិតច្រើនទេអ្នកនរគ្នាគូយកបរោយទៅ copy យកបរោយទៅអូខេអូខេនេះអូខេអូខេអូខេនេះខ្ញុំចូល 3D អូខេអ្នកទាំងអស់គ្នាឥឡូវជាន់ទី1យើងបានហើយនេះអូខេឥឡូវយើងចូលទៅមើលប្លង់ AutoCAD យ៉ាងតិចអូខេនេះ2ម៉ែត្រនេះ3ម៉ែត្រ7នេះ3ម៉ែត្រកន្លះត្រូវហើយអូខេ3ម៉ែត្រ7 3ម៉ែត្រកន្លះត្រូវហើយតបនេះចាំយើងគូក្រោយណាអញ្ចឹងជាន់ទី1យើងគឺរួចរាល់ហើយតែតបនេះយើងចាំវគ្គក្រោយបាទគូនេះតបនេះណាឃើញអ្នកទាំងអស់គ្នាឥឡូវការគូសសរតាំងពីស្តាំក្លឹមរហូតដល់ជាន់ទី1គឺរួចរាល់ហើយអូខេវីដេអូបន្ទាប់យើងនឹងនិយាយអំពីការ model ធ្នឹមតិចណាអ្នកទាំងអស់គ្នាអូខេនឹងការ copy ធ្នឹមអញ្ចឹងណាអូខេអ្នកទាំងអស់គ្នាឥឡូវវីដេអូយើងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយយើងនឹងនិយាយគ្នានៅវីដេអូក្រោយបន្តទៀតហើយយើងអនុវត្តទាំងអស់គ្នាអញ្ចឹងណាអូខេអរគុណបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ